Chị nó bón son món cay của chị điệp xua từ đó rồi nè bong bóng chị tì cái rộp nâng chị tì rộp án bong bóng này nơi Campuchia nâng bong bóng này nơiประเทศ Việt Nam ផងដែរអ្នកនរគ្នានៅពេលនេះគឺយើងនឹងធ្វើ review ជាមួយនឹងបទចម្រៀងមួយដែលសុទ្ធតែជាបរិះសុទ្ធតែជាយុវជនហើយនឹងយុវនារីកំពុងតែសម្ដែងហើយនឹងរាំវាយគល់តែម្ដងអ្នកនរគ្នានៅពេលដែលខ្ញុំស្ដាប់ហើយមានអារម្មណ៍ថាស្ដាប់ហើយគឺព្រឺសក់ព្រឺក្បាលតែម្ដងនៅពេលនេះគឺយើងនឹងទៅទស្សនាទាំងអស់គ្នាថាតើវាអស្ចារ្យប៉ុណ្ណាហើយវីដេអូហ្នឹងបើសិនជាអ្នកនរគ្នាចូលចិត្តសូមឲ្យអ្នកនរគ្នាបានចុច like share follow ផងដែរបាទនៅពេលនេះគឺយើងនឹងទៅទស្សនាទាំងអស់គ្នាចឹងនិយាយថាកំងមុំស្អាតមែនទេអ្នកនរគ្នាព្រោះយើងមើលទៅបាទដៃជើងនេះឡន់សាឡូនតែម្ដងអ្នកនរគ្នាបាទយើងមើលទៅជាក់ស្ដែងអ្នកនរគ្នាយើងមើលទៅសមែនទេហ្មងចង់និយាយថានេះស្អាតមែនទេហើយចំណែកឯបងប្រុសម្នាក់អីនេះវាយគងហ្នឹងបាទវាយគង12តាឯងសក់ក៏ឡើងវិញបាទហើយនៅខាងក្រោយមានសក់អមមានសក់សអីបាទហើយស្អាតតែសុទ្ធតែពីជននេះអ្នកនរគ្នាហើយយើងច្រើនយើងស្ដាប់ដល់អូខេអ្នកនរគ្នានៅពេលនេះគឺបទចម្រៀងរបស់យើងបានអូខេអ្នកនរគ្នានៅពេលនេះគឺបទចម្រៀងរបស់យើងបានបញ្ចប់ហើយយើងសង្ឃឹមថាអ្នកនរគ្នានឹងទស្សនាហើយខ្ញុំបានលេងសើចខ្លះហើយក៏ពិតគឺខ្ញុំចង់ឃើញទៅអនាគតច្រើននៅក្នុងប្រទេសកម្ពុជាហើយច្រើននៅក្នុងខេត្តរតនគិរីផងដែរយើងចង់រៀនវាយគងហើយនឹងរៀនច្រៀងហើយនឹងរៀនច្ររាំហើយសង្ឃឹមថាយុវជនយុវនារីយើងនឹងលើកដំកើងសិល្បៈរបស់យើងបាទជាសិល្បៈរបស់ជនជាតិដើមភាគតិចច្រើនយើងហើយជាពិសេសនេះគឺភ្លេងរបស់យើងគឺគងការវាយគងហើយនឹងការរាំគឺអត់មានប្រកាន់ពូជសាសន៍ឬក៏សាសនាទេអ្នកនរគ្នាយើងអាចធ្វើហើយនឹងចូលរួមទាំងអស់គ្នាបាទអញ្ចឹងវីដេអូនេះត្រូវបានបញ្ចប់ត្រឹមហ្នឹងបាទបាយ